អាមេរិកហៅអ៊ីរ៉ង់ចៅសមុទ្រនៅច្រកសមុទ្រហូម៉ូឯករដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិលោក Mayvell បានលើកដៃចង្អុលមុខអ៊ីរ៉ង់ចំថាជាចៅសមុទ្រនៅច្រកសមុទ្រហូម៉ូនិងថាការដាក់ពង្រាយគ្រាប់មីនរបស់អ៊ីរ៉ង់នៅច្រកសមុទ្រដ៏សំខាន់នេះបានរំលោភលើច្បាប់អន្តរជាតិលោក Well បានប្រាប់សម័យប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីសន្តិសុខដែនសមុទ្រថាការដាក់ពង្រាយគ្រាប់មីននៅច្រកសមុទ្រហូម៉ូដែលជាផ្លូវទឹកដ៏សំខាន់សម្រាប់លំហូរប្រេងនិងឧស្ម័នរបស់ពិភពលោកនឹងធ្វើឲ្យអ៊ីរ៉ង់ក្លាយជាក្រតិកម្មអន្តរជាតិពោលគឺប្រៀបដូចជាចៅសមុទ្រការអធិប្បាយរបស់លោក Well កាត់ឡើងចំពេលដែលសមាជិកសភាអ៊ីរ៉ង់កាលពីថ្ងៃច័ន្ទបានប្រកាសក្តែងថាកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសអ៊ីស្លាមមួយនេះបានគ្រប់គ្រងទាំងស្រុងហើយលើច្រកសមុទ្រហូម៉ូចាប់តាំងពីភ្លើងសង្គ្រាមដុតបញ្ឆេះឡើងដោយសហរដ្ឋអាមេរិកអ៊ីស្រាអែលរួមដៃគ្នាវាយប្រហារអ៊ីរ៉ង់បានចាប់ផ្ដើមកាលពីចុងខែកុម្ភៈទីក្រុងតេហ៍រ៉ង់បានចាត់វិធានការបិទគប់និងគ្រប់គ្រងយ៉ាងតឹងរ៉ឹងច្រកសមុទ្រហូម៉ូការប្រកាសនេះធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការគ្រប់គ្រងថាមពលពិភពលោកដែលភាគច្រើននៅអាស៊ីដែលភាគច្រើននៅតំបន់ទូទាំងអាស៊ី